สุดท้ายไปมาถึงออกเนี่ยสมาคมการมิสเตอร์855บ้านเอาเป็นนิพนธ์ได้เพียงทรงเลือกยกปอดเมียนมวยมองมองหางจุ่มไปมาถึงออกเนี่ยคือแต่ต้นต้นหนึ่งการไปเชียเวียดนามโปร่งเปรียงดอกโดใดในดงบอลมุ่งจำนวนตามบรรดาแคดเชียจวบโปร่งแดนสกัดเพียบชูชัยเฟิร์พลาวระบบเวียดนามโจลใดขมายนึกตามกวัดโปร่งแดนสัจจันเตรียแคดสวายเรียงนึกไทยที่24ค่ากุมเพชรนำปีปอนดับมวยการวิจัยเวียดนามโปร่งเปรียงดอกโดใดขณะน้องดำบอลมวยจำนวนตามบรรดาแคดจอบโปร่งแดนในประเทศต่างปีการโปร่งเปรียงขณะนี้การล้างขนมเปได้คณะกรรมการจุ่มรอโปร่งแดนโกกัมพูชีนังเวียดนามជួบประชุมขณะเลอตึกใดเวียดนามการพิธีที่ดอกรำใบดอกให้ที่20 ค่ายตุลาในที่กรุงโฮจิมินห์cách โปร่งเปรียงนี้ជាកំណត់ហេតុនៃកិច្ចប្រជុំរបស់គណៈកម្មការចម្រុះព្រំដែនគោកកម្ពុជាវៀតណាមដែលត្រូវក្រសួងបរទេសវៀតណាមចេញផ្សាយនៅថ្ងៃទី20 ខែតុលាឆ្នាំ2016ជាភាសាវៀតណាមតាមគេហទំព័ររបស់ខ្លួនភាគីទាំងពីរកម្ពុជាវៀតណាមបានពិភាក្សាអំពីការដោះដូរដីតាមរូបមន្តអនុសារណៈយោគយល់គ្នា MOU នៅតាមខេត្តមួយចំនួនដែលពាក់ព័ន្ធនឹងប្រទេសទាំងពីរក្រៅពីនេះភាគីទាំងពីរឯកភាពអញ្ជើញអ្នកជំនាញអន្តរជាតិដើម្បីមកជួយក្នុងបញ្ហាបោះបង្គោលព្រំដែនប្រធានគណៈកម្មការចម្រុះបោះបង្គោលព្រំដែនគោកកម្ពុជាវៀតណាមលោកវ៉ាកឹមហុងឲ្យអាស៊ីសេរីដឹងនៅថ្ងៃទី22 ខែតុលាថាតំបន់ដែលត្រូវដោះដូរជាមួយភាគីវៀតណាមគឺជាដីភូមិរបស់ពលរដ្ឋខ្មែរមួយចំនួនដែលចូលដីវៀតណាមលោកថាដីដែលត្រូវដោះដូរនោះស្ថិតនៅក្នុងខេត្តស្វាយរៀងរតនគិរីមណ្ឌលគិរីជាដើមលោកបញ្យល់ថាដោះដូរដីតាមរូបមន្ត MOU លុះត្រាតែមានតំបន់ដីនោះនៅក្នុងខេត្តជាប់គ្នាប៉ុន្តែបើខេត្តនោះរកដីដូរមិនបានទើបបានពិចារណារកកន្លែងផ្សេងនៅតាមតំបន់ជិតនោះលោកថាមូលហេតុនៃការដោះដូរនេះថាព្រោះរដ្ឋាភិបាលមិនចង់ឲ្យពលរដ្ឋបាត់បង់ភូមិម្ដងដីស្រែចម្ការរបស់ខ្លួនកំពុងរស់នៅប៉ុន្តែជាដីដែលស្ថិតនៅក្នុងដែនដីរបស់វៀតណាមរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចព្រមព្រៀងលោកវ៉ាន់កំហុងធ្វើសន្និសីទកាសែតតាក់ទងនឹងរឿងផែនទីនីតិស្តីការគណៈរដ្ឋមន្ត្រីនៅថ្ងៃទី28 ខែសីហាឆ្នាំ2015បាទនេះគឺជារូបកាលពីឆ្នាំ2015ណាភាគីទាំងពីរបានចុះហត្ថលេខាលើលទ្ធផលនៃកិច្ចព្រមព្រៀងដែលភាគីវៀតណាមដឹកនាំដោយលោកលេហ្វាយជុងរដ្ឋអនុរដ្ឋមន្ត្រីក្រសួងការបរទេសទទួលបន្ទុកគណៈកម្មការព្រំដែនជាតិភាគីកម្ពុជាប្រធានកិច្ចការប្រជុំកិច្ចការព្រំដែនលោកវ៉ាកឹមហុងក្រៅពីនេះក៏មានតំណាងក្រសួងស្ថាប័ននិងអាជ្ញាធរមូលដ្ឋាននៅជាប់ព្រំដែនប្រទេសទាំងពីរកំណត់ហេតុនៃកិច្ចប្រជុំបង្ហាញទៀតថា
một đó bên này phía kỳទាំងពីរសម្រេចបាន 88% នៃការងារបែងចែកព្រំដែននិងបោះបង្គោលព្រំដែនព្រមទាំងបន្តអនុវត្តសន្ធិសញ្ញាទាំងឡាយបានចុះហត្ថលេខាជាមួយគ្នាដើម្បីដោះស្រាយបញ្ហាដែលសេសសល់និងដើម្បីបញ្ចប់ការងារបោះបង្គោលព្រំដែនគោកឲ្យបានឆាប់និងអនុវត្តសន្ធិសញ្ញាឆ្នាំ 1985 និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ 2005 ភាគីទាំងពីរឯកភាពអញ្ជើញអ្នកជំនាញអន្តរជាតិដើម្បីមកជួយបញ្ហាបោះបង្គោលព្រំដែនភាគីទាំងពីរក៏បានឯកភាពសហការសាងសង់ស្ពានថ្មីនៅតំបន់ដាក់ដាំជំនួសឲ្យស្ពានចាស់ដើម្បីជំរុញការផ្លាស់ប្ដូរវប្បធម៌សេដ្ឋកិច្ចរវាងមូលដ្ឋានទាំងពីរប្រធានគណៈកម្មការចម្រុះបោះបង្គោលព្រំដែនគោកកម្ពុជាលោកវ៉ាកំហុងបញ្ជាក់បន្ថែមថាភាគីទាំងពីរពិតជាបានឯកភាពគ្នាដោយអ្វីដែលជាការបង្ហាញរបស់ភាគីវៀតណាមមែនទោះភាគីវៀតណាមបង្ហាញពីកំណត់ហេតុនេះជាសាធារណៈមែនប៉ុន្តែលោកវ៉ាកំហុងថាជាគោលការណ៍ភាគីកម្ពុជាមិនបង្ហាញរបាយការណ៍នោះជាសាធារណៈទេលោកវ៉ាកំហុងថាក្រោយលោកបានចុះហត្ថលេខាលើកការព្រមព្រៀងនេះហើយលោកត្រូវបញ្ជូនទៅលោកនាយករដ្ឋមន្ត្រីហ៊ុនសែនសម្រាប់បន្តបើតាមលោកវ៉ាកំហុងរឿងនេះអាចនឹងត្រូវឆ្លងកាត់ការសម្រេចពីរដ្ឋសភាថែមទៀតផងទាក់ទងនឹងបញ្ហាព្រំដែននេះដែរអ្នកនាំពាក្យគណៈបក្សសង្គ្រោះជាតិលោកយឹមសុវណ្ណបដិសេធធ្វើការអធិប្បាយគណៈដែលលោកមិនទាន់ទទួលបានព័ត៌មាននេះជាផ្លូវការគណៈកម្មការចម្រុះព្រំដែនគោកកម្ពុជាវៀតណាមបានឯកភាពឲ្យក្រុមការងារពិសេសវៀតណាមកម្ពុជាជួបគ្នានៅដើមខែវិច្ឆិកាដើម្បីកំណត់ឲ្យច្បាស់លាស់នៅដីពិតប្រាកដរបស់បង្គោលព្រំដែនដូចជានៅខេត្តអណ្ដាឡាមណ្ឌលគិរីអតៃនិញស្វាយរៀងបន្ទាប់ពីកំណត់បានទីតាំងច្បាស់លាស់ហើយនឹងប្រគល់ការងារទាំងនេះឲ្យអាជ្ញាធរព្រំដែនបោះបង្គោលប្រិយមិត្តទាំងអស់គ្នាសម្រាប់អត្ថបទដែលទាក់ទងទៅនឹងកម្ពុជាវៀតណាមព្រមព្រៀងដោះដូរដីនៅតំបន់មួយចំនួនតាមបណ្ដាខេត្តជាប់ព្រំដែនដែលខ្ញុំធ្វើការអត្ថាធិប្បាយនៅពេលនេះក៏ដល់ទីបញ្ចប់ផងដែរជាចុងក្រោយអរគុណប្រិយមិត្តទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាជាមួយនឹង Mr. 855ទាំងអស់គ្នានៅពេលនេះផងដែរខ្ញុំបាទក៏សូមអរគុណនិងសូមជម្រាបលា